ជំរាបសួរបងប្អូនទាំងអស់គ្នាសុខសប្បាយទេចាថ្ងៃនេះជាថ្ងៃបុណ្យខួបកំណើតក្មួយស្រីខ្ញុំអាលីសាបញ្ញាវតីលឹមអាយុ9ឆ្នាំចាគឺថាក្មួយខ្ញុំហ្នឹងគឺសប្បាយចិត្តណាស់សូម្បីតែមុនមួយថ្ងៃហ្នឹងក៏គេញ៉ាំលក់ដែរចាគេថាគេ excited ចឹងហើយសួរថាចង់បានអីនំគេថាគេចង់បាននំ KT ចាកំងឲ្យហើយចង់ថាសួរញ៉ាំអីចង់ញ៉ាំ steam boat ចង់ញ៉ាំស៊ុបឆ្នាំងដីហើយក៏ធ្វើស៊ុបឆ្នាំងដីហើយណាមួយវាត្រូវចំខែល្ងាផងចឹងហើយធ្វើស៊ុបឆ្នាំងដីក៏ឆ្ងាញ់ដែរចាចំពោះក្មួយមួយនេះរបៀប cheeky បន្តិចហ្នឹងហើយដូចធ្វើយើងសប្បាយចិត្តប្លុកកំ pl ែងឈើហ្នឹងណាហ្នឹងហើយហ្នឹងហើយចូលចិត្តលេងហ្នឹងហើយរកគ្នាលេងហើយពេលមហូបឲ្យតែមហូបណាគេចូលចិត្តគឺគេអង្គុយចាំចឹងហើយហ្នឹងហើយអង្គុយចាំហើយនំកំងក៏ចឹងដែរសួរថាមានជាតិត្រេនិងជាតិដូងហើយគេថាគេចង់បាននំជាតិដូងវាចូលជាតិត្រេចាហើយនំហ្នឹងនំ Pandan coconut cake ហ្នឹងហើយមានអីឆ្ងាញ់មួយយ៉ាងដែរគេធ្វើអត់សូវផ្អែមទេហើយអ្នកធ្វើហ្នឹងដូចថាមានម្នាក់ស្រីហ្នឹងមកពីស្រុកខ្មែរចាខ្ញុំអត់ដែលបានស្គាល់ផងគេមកនៅអូស្ត្រាលីនេះគេធ្វើនំលក់ចឹងណាចាហើយការញ៉ាំរបស់ក្មួយខ្ញុំអត់ចូលចិត្តញ៉ាំspicy ទេដូចរបស់ណាមាន spice ច្រើនណាអញ្ចឹងហើយម្ដាយគេនោះធ្វើដាក់ឲ្យផ្សេងអត់មានដាក់គ្រឿងអីទេចាអង្គុយញ៉ាំមកឆ្ងាញ់ណាស់ចាហើយការធ្វើស៊ុបរបស់យើងហ្នឹងសាមញ្ញចាអត់មានអីពិបាកទេគឺថាណាមួយយើងចង់ញ៉ាំបន្លែច្រើនផងហ្នឹងហើយយើងក៏ធ្វើស៊ុបឆ្នាំងដីទៅហ្នឹងហើយដោយសារបន្លែហ្នឹងមកថាធំហ្មងចាហើយនៅស្ពែទៀតហើយចំពោះសាច់ខ្ញុំអត់មានសាច់អីឲ្យធំដុំទេមានពពុះស្ដែកគឺក្មួយខ្ញុំចូលចិត្តហើយនឹងសាច់គោពោះគោប្រហិតហើយនឹងប្រហិតមានពងត្រីអីនៅពីក្នុងអញ្ចឹងណាហ្នឹងហើយប្រហិតសាច់គោហើយនឹងកាទៀវចាហើយដល់ពេលសម្បូរបន្លែញ៉ាំទៅអត់សូវញ៉ាំកាទៀវទេកាទៀវញ៉ាំអត់អស់សោះហ្នឹងហើយចាហើយចំពោះខ្ញុំអត់ញ៉ាំ seafood ទេអញ្ចឹងហើយគេមានពីរខាងមួយអ្នកណាញ៉ាំគ្រឿងសមុទ្រដាក់ខាងនេះហើយអ្នកណាអត់ញ៉ាំដាក់ខាងនេះចាគេចែកជាពីរដាច់ហ្មងណាចាអញ្ចឹងហើយខ្ញុំញ៉ាំខាងអត់ដាក់បកាអីទេហើយខ្ញុំក៏ឆ្លៀតធ្វើផ្អែមមួយមុខទៀតដោយសារខ្ញុំមានត្រាវមានដលងមានអីស្រាប់ហើយដាក់បន្លែគ្រប់មុខចាអរគុណបងប្អូន